ចាជាបន្តទៅទៀតនេះដែរគឺធនធានគារមេបាំងបានរៀបចំកម្មវិធីប្រកួតជ្រើសរើសអ្នកមានទេពកោសល្យខាងផ្នែកធុរកិច្ចនៅក្នុងតំបន់ដែលមានឈ្មោះថា Maybank Go Ahead Challenge ចាឲ្យប្រចាំឆ្នាំ2013នេះផងដែរដើម្បីជាការរួមចំណែកបំពេញតម្រូវការក្នុងតំបន់និងធានាពីការរីកចម្រើនប្រកបដោយចីរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា Maybank Go Ahead College គឺជាកម្មវិធីប្រកួតជ្រើសរើសអ្នកមានទេពកោសល្យខាងផ្នែកធុរកិច្ចនៅក្នុងតំបន់ប្រចាំឆ្នាំ2013របស់ធនាគារ Maybank ដើម្បីចូលរួមចំណែកបំពេញនូវតម្រូវការក្នុងប្រទេសនិងក្នុងតំបន់សំខាន់ជាងនេះទៅទៀតគឺដើម្បីធានាពីការរីកចម្រើនប្រកបដោយចីរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជាក្នុងនោះគឺមានបេក្ខជនឆ្នាំចំនួន11នាក់ត្រូវបានជ្រើសរើសចេញពីបេក្ខជនជាង200នាក់នៅទូទាំងប្រទេសដើម្បីចូលរួមប្រកួតលើជំនាញមួយចំនួនដូចជាភាពឆ្លាតវៃផ្នែកធុរកិច្ចជំនាញលើការដោះស្រាយបញ្ហាសមត្ថភាពខាងគណិតវិទ្យានិងសមត្ថភាពធ្វើការក្នុងបរិស្ថានដែលមានសម្ពាធខ្លាំងក្រៅពីការប្រកួតប្រជែងបេក្ខជនឆ្នាំ2រូបនឹងត្រូវបានជ្រើសរើសឲ្យទៅចូលរួមប្រកួតផ្ដាច់ព្រាត់នៅខេត្តសីហាដែលពួកគេនឹងចូលរួមប្រកួតនៅក្នុងទីក្រុងកូឡាឡាំពួរជាមួយនឹងបេក្ខជនមកពី10ប្រទេសនៅក្នុងតំបន់រួមមានដូចជាប្រទេសកម្ពុជាម៉ាឡេស៊ីសិង្ហបុរីហុងកុងឥណ្ឌូនេស៊ីហ្វីលីពីនថៃវៀតណាមចិននិងចក្រភពអង់គ្លេសដើម្បីទទួលរង្វាន់$72,000សហរដ្ឋអាមេរិកនិងឱកាសចូលរួមក្នុងកម្មវិធី Maybank Global Apprentice Program លោកស្រី Phonara Abdul Manaf ប្រធានផ្នែកធនធានមនុស្សរបស់សម្ព័ន្ធធនាគារ Maybank បានមានប្រសាសន៍ថាកម្មវិធីនេះគឺជាស្មារតីមួយរបស់ធនាគារ Maybank ក្នុងការបង្កើតនូវបណ្ដុំអ្នកមានទេពកោសល្យនិងជាអ្នកដឹកនាំធុរកិច្ចថ្នាក់ពិភពលោកសម្រាប់អនាគតនិងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុក្នុងតំបន់ដើម្បីបង្កើតអ្នកចូលរួមនៅក្នុងទូនាទីគណៈគ្រប់គ្រងរបស់ធនាគារ Maybank នេះគឺជាឱកាសរបស់យុវជនកម្ពុជាដែលទើបតែបញ្ចប់ការសិក្សានិងជានិស្សិតឆ្នាំទី1បានពង្រីកសក្តានុពលនិងបញ្ចេញនូវទេពកោសល្យឥតព្រំដែនដែលពួកគេមានដោយមិនដឹងខ្លួននៅក្នុងការប្រកួតប្រជែងដ៏មានអត្ថន័យបើទោះបីជាបានទទួលលទ្ធផលបែបណាក៏ដោយសូមជម្រាបថា Maybank Global Apprentice Program គឺជាកម្មវិធីមួយដែលមានរយៈពេល2ឆ្នាំដែលសិក្ខាកាមនឹងត្រូវផ្ដល់នូវបទពិសោធន៍តាមរយៈការអនុវត្តដោយផ្ទាល់លើការងារចល័តនិងបេសកកម្មទៅបរទេសដើម្បីឲ្យសិក្ខាកាមបន្ស៊ាំជាមួយនឹងបណ្ដាប្រតិបត្តិការសកលនៅលើវិស័យហិរញ្ញវត្ថុ